យោធាថៃប្រមានវាយប្រហារតាមអាកាសចូលជ្រៅមកកម្ពុជាបើសិនកម្ពុជាបាញ់រ៉ុកែតរយៈចម្ងាយឆ្ងាយលើថៃអ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍តូវិនថៃស៊ូរ៉ារីបានថ្លែងការពីថ្ងៃទី28 កុម្ភៈថាទាហានថៃបានប្រុងជើងការគ្រប់ពេលដើម្បីវាយបកកម្ពុជាបើសិនកម្ពុជាប្រើប្រព័ន្ធគ្រាប់រ៉ុកែតឬកាំជ្រួចរងរយៈចម្ងាយឆ្ងាយប្រភេទ PHL-03 មកលើថៃនេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation បានចុះផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះមន្ត្រីជាន់ខ្ពស់កងទ័ពថៃដដែលរូបនេះបានបន្តថាថៃនឹងវាយប្រហារតាមផ្លូវអាកាសចូលមុខជ្រៅក្នុងទឹកដីកម្ពុជាក្នុងករណីកម្ពុជាហ៊ានប្រើអាវុធ PHL-03 ដែលជាផលិតផលយោធារបស់ចិនការអះអាងរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃខាងលើនេះធ្វើឡើងនៅក្រោយពេលមានការបារម្ភក្នុងចំណោមសាធារណជនថៃពាក់ព័ន្ធនឹងរបាយការណ៍នានាដែលថាកម្ពុជាកំពុងចល័តអាវុធ PHL-03 និងក្រោយពេលមានសេចក្តីរាយការណ៍ថាទាហានថៃម្នាក់ស្ថិតក្រោមការបញ្ជារបស់កងទ័ពភូមិន្ទភាគ2ថៃបានរងរបួសដោយសារគ្រាប់មីននៅក្នុងខេត្តសុរិន្ទប្រទេសថៃកាលពីថ្ងៃទី27 ខែកុម្ភៈនេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចុះផ្សាយនៅថ្ងៃទី28 ខែកុម្ភៈយ៉ាងណាក៏ដោយនឹងបើតាមកាសែតថៃ The Nation នៅក្នុងសំណុំរឿងអាវុធ PHL-03 អ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍តូវិនថៃសូរ៉ារីបានអះអាងថាព័ត៌មានចារកម្មបានបង្ហាញថាគ្មានការចល័តអាវុធបាញ់គ្រាប់កាំជ្រួចវង PHL ពីខាងភាគីកម្ពុជានោះនៅឡើយទេដូច្នេះมันមានអ្វីដែលរំខានជាពិសេសដល់ស្ថានភាពបច្ចុប្បន្ននោះឡើយតែលោកថាកងទ័ពថៃនៅតែបន្តការប្រុងប្រយ័ត្ននឹងថាការប្រើអាវុធខាងលើនេះអាចហួសពីតំបន់ព្រំដែននិងមិនសមាមាត្រនឹងស្ថានភាពបច្ចុប្បន្នលោកបានបន្ថែមថាកម្ពុជាហាក់ដូចជាមិនទាន់ឈានដល់ដំណាក់កាលប្រើអាវុធទាំងនេះព្រោះការប្រើអាវុធបែបនេះប្រៀបដូចជាការសម្រួលឲ្យថៃឆ្លើយតបមកវិញដោយការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជានិងត្រង់ចំណុចដែលត្រូវវាយប្រហារក្នុងការខូចខាតគឺអាចធ្ងន់ធ្ងរខ្លាំងក្រសួងការពារជាតិកម្ពុជាមិនមានប្រតិកម្មនៅឡើយទេចំពោះការអត្ថាធិប្បាយរបស់ភាគីយោធាថៃយ៉ាងដូចនេះក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាជារឿយៗក៏បានប្រកាសប្រកាន់យកជំហរដោះស្រាយជម្លោះដោយសន្តិវិធីជាមួយភាគីថៃនិងគោរពតាមកិច្ចព្រមព្រៀងនានាដែលមានជាមួយថៃជាពិសេសគឺបទឈប់បាញ់លើកទី2ដែលបានសម្រេចរវាងកងកម្លាំងយោធាកម្ពុជានិងកងទ័ពថៃកាលពីថ្ងៃទី27 ធ្នូឆ្នាំ2025គួរជ្រាបថាអាវុធ PHL-03 គឺជាប្រព័ន្ធបាញ់កាំជ្រួចវងដែលផលិតដោយប្រទេសចិនអាវុធនេះមានបំពាក់ក្បាលគ្រាប់រ៉ុកែតឬកាំជ្រួច12គ្រាប់ហើយអាចបាញ់បានចម្ងាយពី70ទៅ130គីឡូម៉ែត្រនិងអាចបាញ់បានដល់ទៅ160គីឡូម៉ែត្របើក្បាលគ្រាប់កាំជ្រួចនោះនៅថ្មីក្នុងសង្គ្រាមពីរលើករវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមព្រំដែនកាលពីឆ្នាំ2025អាវុធនេះមិនទាន់ត្រូវបានគេរាយការណ៍ថាបានប្រើក្នុងការវាយប្រយុទ្ធនៅឡើយចំពោះខាងកម្ពុជាតែចំពោះខាងថៃបានប្រើអាវុធធុនធ្ងន់ជាច្រើនប្រភេទរួមមានទាំងការប្រើយន្តហោះប្រតិកម្ម F-16 របស់អាមេរិកមកទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជាដល់ទៅជាង80គីឡូម៉ែត្រ